ពីមួយដែលខ្ញុំខកស្ពតហើយក៏បានតែងឈប់បុរាណបែបនេះមករួមដើម្បីថតក្នុង sport ផលិតផលខ្មែរផនវៈមានច្រើនណាអា break dance អីហ្នឹងគឺខ្ញុំមិនដែររួមទេឬបុរាណចេះខ្ញុំអាសាដែរអញ្ចឹងបុរាណចេះខ្ញុំអត់ទៅលំបាកច្រើនទេទៅធ្វើពេកដែរគឺលំបាកហ្មងថ្ងៃនេះផងដែរខ្ញុំបាទពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានចូលរួមថតសម្ដែងនៅក្នុង sport មួយដែលនិយាយអំពីបុរាណកាលហើយនិងសម័យបច្ចុប្បន្នក៏បញ្ចូលគ្នាសម្រាប់ការងារនេះផងដែរមានការហាត់បន្តិចបន្តួចព្រោះយើងត្រូវថត detail ច្រើនដងក៏ប៉ុន្តែដើម្បីឲ្យ sport មួយនេះចេញទៅល្អប្រសើរគឺយើងត្រូវតែខិតខំប្រឹងប្រែងឲ្យសង្ឃឹមថា sport នេះនៅពេលដែលបានចេញទៅទស្សនិកជននឹងគ្រប់គ្រង sport នេះកាន់តែច្រើនសូមអរគុណឆ្ងាញ់ចឹងនេះគឺជា set green screen មួយដែលយើងកំពុងតែរៀបសម្រាប់ឈុតគេហៅថាទូកនិមិត្តទូកនិមិត្តដែលហោះនៅក្នុងពិភពមួយដែលយើងបង្កើតឡើងហើយនៅក្នុងនោះមានជាតួអង្គតួយក្សត្រង់រៀបតួនាងហើយមានចង្រៃហោះទៅទៀតអញ្ចឹងយើងធ្វើនៅក្នុងការបើមើលពីផ្នែកហ្នឹងយើងនឹងហានទៅមិនគេតែគេថាគឺសិតតែ green screen ដែលយើងគេហៅថា surrealism ដែលយើងកំពុងតែកាត់ឡើងទៅសម្រាប់concept ជាចម្បងសម្រាប់ Vicola ភេសជ្ជៈ Vicola នេះគឺយើងជាលក្ខណៈរបៀបនិមិត្តគេហៅថានិមិត្តនៅបរិយាកាសគេភាសាអង់គ្លេសយើងហៅថា surrealism បូកជាមួយ realism surrealism ហ្នឹងយ៉ាងម៉េចគឺយើងចង់ផ្ដោតទៅលើអារម្មណ៍មួយជាមោទនភាពមានន័យថានៅពេលដែលយើងបានក្រេបយករសជាតិ Vicola ហ្នឹងទៅអារម្មណ៍របស់យើងគឺរំភើបសប្បាយរីករាយជាមួយនឹងអ្វីដែលជារបស់ខ្មែរសិល្បៈវប្បធម៌ភាពរីកចម្រើនហើយនឹងស្មារតីជាជាតិខ្មែរតែមួយអញ្ចឹងយើង capture ហ្នឹងធ្វើជាគេហៅថាជារបៀបលក្ខណៈកំសាន្តនៅឯតាមដងទន្លេចាក់តមុខយើងតែម្ដងដែលយើងនឹងយកនៅពេលរាត្រីហើយនេះគ្រាន់តែជាការយកមក rehearsal សិនទេដើម្បីចាប់ប្លង់ហើយប្រមូលប្លង់របស់យើងគឺយកពេលយប់ឡើងនៅពេលដែលមានទូជ្រួចបាញ់ហ្នឹងហើយហើយប្លង់នឹងឯងទៀតគឺជាប្លង់ដែល transit ចេញពីពិភពលោកនិមិត្តមួយមកដល់ពេលបច្ចុប្បន្ននៃការដែលជាតតិភាពសង្គមរបស់យើងអញ្ចឹងណានេះយើងបង្កើតជារូបភាពមួយគឺគេហៅថា Vicola Street Dance នឹងការប្រឡងការបញ្ចូលគ្នាអញ្ចឹងណាហើយហ្នឹងគឺវាពេញនិយមមែនតើសម្រាប់យុវជនយើងសម័យថ្មីអញ្ចឹងចង់ឲ្យទាំងអស់គ្នាមកទាំងអស់គ្នាហើយវាជាបទដែលយើងនិពន្ធខ្លួនឯងភ្លេងខ្លួនឯងបូមផ្សំទាំងភ្លេងខ្មែរជាមួយនឹងភ្លេងសម័យដែលយើងនឹងឃើញឮភ្លេងបុរាណផងសម័យផង so enjoyថ្ងៃនោះពួកខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយរំភើបមែនទែនដោយសារតែបានចូលជាផ្នែកមួយនៃការថត TVC ហើយអ្វីដែលសំខាន់នៅក្នុង TVC ហ្នឹងគឺមានលាយឡំនៅសិល្បៈខ្មែរក៏ដូចជាសិល្បៈសម័យទំនើបដែលចូលរួមដោយក្រុមពួកយើងផ្ទាល់ពួកយើងពិតជាមានកិត្តិយសមែនទែនមានចំណាប់អារម្មណ៍ខ្ញុំហ្មងគឺមានអារម្មណ៍ថាថ្មីប្លែកដោយសារទីមួយគឺភ្លេងគឺវាមានចបៃភ្លេងចបៃខ្មែរនៅក្នុងហ្នឹងអញ្ចឹងទៅវាលាយឡំជាមួយនឹងសម័យដែរអញ្ចឹងទៅវាប្លែកថ្មីអញ្ចឹងណាហើយបន្តមកទៀត product ហ្នឹងគឺជា product របស់កូនខ្មែរហ្មងអញ្ចឹងទៅវាសម្រាប់ខ្ញុំហ្មងគឺពិតជា good មែនតើហើយខ្ញុំក៏ proud ពី product របស់ខ្មែរដែរArigatou gozaimasu. This is our director from Japan and our DP from Japan. Can you speak Korean? Can you speak your feeling in Korean? Thế tắc wow. Cái lời bông hơi cái lời phẹp mặt. Lời nó bông ta thua tham bỏ thơ tham lanh phượng nè. Về chẳng tới về trình chẳng thì một phượng thì tôi chắc chu đi concert mình tên chẳng á. តែឥឡូវសុំនិយាយមួយម៉ាត់ទេមកមានអារម្មណ៍ថ្ងៃមិនដែរបានភ្លេង แบบហ្នឹងបង
ព្រោះខ្លាំង พอพลังไงถ้ายกไม่มา ហើយបើសិនជាអ្នកទាំងអស់គ្នាបានមើលតួអង្គបរោះរបស់យើងនៅក្នុងហ្នឹងប្រហែលជាឃើញថាគាត់ពីមុនមកនៅក្នុងសាច់រឿងគឺគាត់ជាយុវជនមួយលេងចាប៉ីអាហ្នឹងគាត់ transform អាហ្នឹងទៅជាហ្គីតាដែលយើងចង់និយាយបង្ហាញពីការវិវត្តរបស់តន្ត្រីរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកដល់សម័យថ្មីមានន័យថាអ្វីដែលវាមានរាល់ថ្ងៃនេះវាមិនមែនជាការបង្កើតថ្មីទេគឺមានន័យថាយើងមានមូលដ្ឋានគ្រឹះមានការចងចាំយើងមានអត្តសញ្ញាណយើងមកហើយស្រាប់ហើយ ថ្ងៃហ្នឹងផ្លែកពីសមមិញទៅបុរាណបែបចប៉ីរបស់ខ្មែរអញ្ចឹងទៅឥឡូវមកផ្លាស់ប្ដូរមកសម័យវាត្រូវការយើងឲ្យយើង flexible គឺរៀងហាត់បន្តិចតែដែរសប្បាយចិត្តដោយសារបានជួបមិត្តភ័ក្តិឬក្រុមការងារថ្មីៗដែលគាត់ជួយ support ច្រើនមែនទែន សម្រាប់ខ្ញុំមកមានអារម្មណ៍ថាយើងភ័យដែរដោយសារតែខានថតយូរហើយយើងមិនហើយជាលើកទី2ទេអញ្ចឹងវាអញមានថាការសម្ដែងហ្នឹងវាអត់សូវល្អឲ្យខ្សោះតែក៏ខំប្រឹង improve ខ្លួនឯងឲ្យល្អជាងមុនដែរ project Vicola នេះគឺល្អខ្លាំងព្រោះណាមួយជា brand កូនខ្មែរផងហើយណាមួយក្នុង TBC នេះក៏មានបុករួមជាមួយនឹងសិល្បៈខ្មែរដែរជាពិសេសគឺជាបៃដងវែងយើងអ្នកនរគ្នាអាចតាមដាននៅក្នុង project Vicola បាន សម្រាប់រសជាតិ Vicola វិញពេលដែលយើងញ៉ាំចូលទៅធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តជាពិសេសចាក់ដល់បេះដូងហ្មង ជាតិមានមោទនភាពជាតិ